ពួកយើងរៀបការដើម្បីតែផលប្រយោជន៍ទេមែនទេខ្ញុំខ្លាចថាលោកតាគាត់មិនប្រុងនេះកុំកាត់ច្រើនពេកអញ្ចឹងលោកថាតែមើលបើសិនជាខ្ញុំឲ្យលុយនឹងពាក់កណ្ដាលទៅលោកតាលោកទេតែមើលគាត់នឹងព្រមដែរទេបានហើយអូនមិនលក់បងទេកុំបារម្ភអីចាំស៊ីជាងនាងគ្មានលុយ100កាក់នោះទេបានហើយឈប់ខាងទៅងុតទឹកទៅល្អដែរទេពេលនេះនាងកាន់តែហ៊ានទៅហើយកាលពីមុននាងហ៊ានតែសម្ដីនោះទេពេលនេះហ៊ានប្រើដៃជើងអញ្ចឹងថ្ងៃក្រោយនាងកុំទៅប៉ះមនុស្សប្រុសផ្សេងទៀតឲ្យសោះបានអូននឹងមិនទៅប៉ះមនុស្សប្រុសផ្សេងទេអូនប៉ះតែមុខបងទេណាស់ហើយចុះបើសិនជានាងចង់ប៉ះក៏ឲ្យនាងប៉ះទៅយ៉ាងណាក៏ល្អជាងឲ្យទៅប៉ះប្រុសផ្សេងដែរអូនទៅយករបស់សិនFeeling បងចាំខ្ញុំណាមិនយូរទេខ្ញុំនឹងយកលុយ100កាវទៅលោកខ្លួនបងហើយរបស់យកនេះនាងជាពស់ប្រភេទអីទៅនេះជាជាងអ្នកនាងចាំមកដល់ហើយនាងឲ្យខ្ញុំធ្វើជាតារាមែនក្រុមហ៊ុនសិល្បៈរបស់គ្រួសារជាងមានអំណាចប៉ុណ្ណានាងគួរតែដឹងហើយឲ្យតែនាងព្រមចូលមកទីនេះខ្ញុំនឹងឲ្យនាងល្បីបានជាងខាងនេះធ្វើអីនឹងយើងចង់ទៅដណ្ដើមប្តីនាងអ្នកចង់រកលុយ100កាតឲ្យតែនាងលេងគ្នាជាមួយ Feeling នាងនឹងមកជួយខ្ញុំរកលុយទៀននាងស្អាតរូបរាងក៏ស្អាតហើយពេលតាក់ទងជាមួយនាងខ្ញុំក៏គិតថានាងគួរឲ្យចាប់អារម្មណ៍ដែរឲ្យតែនាងព្រមចូលក្រុមហ៊ុនខ្ញុំនឹងជួយនាងឲ្យបានល្បីមិនបានជាបេះដូងយើងលត់លៀនយ៉ាងនេះតើតែយើងចូលក្រុមហ៊ុនចាំងស៊ីតើបាច់នៅជាមួយនាងបានកាន់តែច្រើនបែបនេះតើអាចដឹងពីគ្នាច្បាស់បានខ្ញុំព្រមយប់នេះខ្ញុំប៉ាបាននាងតែចាស់ហើយ Feeling មកញ៉ាំជាមួយគ្នាមកនាងប៉ាខ្ញុំញ៉ាំបាយហើយប្តីខ្ញុំទៅជាមួយនាងគឺបានន័យថានាងចង់ឲ្យខ្ញុំឲ្យឱកាសនាងនៅជាមួយប្តីយើងច្រើនអញ្ចឹងឯងញ៉ាំណែណាហើយនាងព្រមហើយហើយ Feeling មកជាមួយដែរមែនយប់នេះញ៉ាំបាយជាមួយគ្នាមកអ្នកប្រុសនៅចាំមនុស្សហ៎ចាំប្រពន្ធរបស់យើងអ្នកប្រុសហ្វឹងគេមានប្រពន្ធហើយគេមិនមែនរកលេងមកបដិសេធយើងទេដឹងអ្នកលេងលោកនេះបើជាមានមនុស្សស្រីស្អាតអញ្ចឹងផងណែនេះមានតែពួកយើងពីរនាក់ទេម៉ាទីនៅមានតារាក្រុមហ៊ុនទៀននាងនាំយើងទៅជួបតារានៅក្នុងក្រុមហ៊ុនរបស់នេះនាងចង់ណែនាំយើងអញ្ចឹងម៉ាទីបងអាលីងបងមកហើយនាងជាតារាក្រុមហ៊ុនរបស់នាងម៉ាទីសិនជានាងគឺជាតារាថ្មីរបស់ក្រុមហ៊ុនអូនថ្ងៃនេះនាងប៉ាអូនញ៉ាំបាយនាងជាអ្នកប៉ាបាយខ្ញុំមិនមែនជានាងទេម៉ាទីនេះស្រីសាវ៉ានេះចង់លុកខ្ញុំពិតមែនដែរទេអង្គុយទៅFeeling តែនេះសត្វតាជាមហូបដែលបងចូលចិត្តបងមកតែចង់ធ្វើអីទៀតទេទាំងនេះមិនមែនជាអ្វីដែលខ្ញុំចូលចិត្តទេណែអូនជាអ្នករើសទេបងមិនចូលចិត្តមហូបទាំងអស់នេះថ្ងៃក្រោយខ្ញុំឆាប់កំងក៏បានដែរនេះនាងស្រឡាញ់គេយ៉ាងនេះស្រឡាញ់ឡើងគ្មានកិត្តិយសអីសោះខ្ញុំទៅបន្ទប់ទឹកមកផ្លាច់សិនគឺនាងឲ្យបងអាលីងនិយាយអញ្ចឹងជាមួយខ្ញុំមែនទេកាលពីមុនគាត់មិនអាចធ្វើអញ្ចឹងដាក់ខ្ញុំទេឈប់យំទៅនាងមកទៅដឹងថាពេលនេះរូបរាងនាងចាំមិនទេនាងចានិយាយថាខ្ញុំយំអាក្រក់ណាស់មែនទេមិនអញ្ចឹងទេពេលនេះនាងស្អាតណាស់ដូចផ្កាត្រូវតែភ្លៀងអញ្ចឹងស្អាតយ៉ាងណាក៏គ្មានបានកាត់ដែរអាលីងមិនស្រឡាញ់ខ្ញុំផងគេមិនស្រឡាញ់ខ្ញុំស្រឡាញ់